រិនសុស្ដីបងប្អូនអ្នកស្រឡាញ់ម៉ូតូទាំងអស់គ្នានឹងមានចម្ងល់ទាំងខ្ញុំទាំងបងប្អូនអ្នកស្រឡាញ់ XR ថាតើហេតុអីបានជា XR ធ្វើប្រេងម៉ាស៊ីនមកដល់កខាងលើនេះព្រោះជាទូទៅម៉ូតូគេប្រេងម៉ាស៊ីនមានតែប្លុកម៉ាស៊ីននេះទេណាអត់មានមកដល់ឡើងមកដល់ system វាឡើងមកដល់លើនេះទេអញ្ចឹងពេលដែលខ្ញុំស្រាវជ្រាវទៅមូលហេតុទី1គឺសំខាន់ជាងគេឲ្យម៉ាស៊ីននឹងត្រជាក់ព្រោះ XR គេហៅថា Bruce Bullet Machine គឺអត្ថន័យជាភាសាខ្មែរថាម៉ាស៊ីនដែលការពារគ្រាប់កាភ្លើងអញ្ចឹងក្នុងន័យចំទេបើន័យធៀបគឺចង់មានន័យថាម៉ាស៊ីនដែលតាំងជន់រឹងមាំអញ្ចឹងគេធ្វើឲ្យវារឹងមាំហើយឲ្យវាអាចបើកបរបានឆ្ងាយបានយូរកាលណាយើងដាក់ប្រេងម៉ាស៊ីននៅក្នុងប្លុកនេះវានៅវាក្តៅខ្លាំងព្រោះវាអត់ប្រើទឹកស្អំទេអញ្ចឹងតិចទៀតខ្ញុំនិយាយថាហេតុអីបានវាអត់ប្រើទឹកស្អំអញ្ចឹងដល់ពេលណាដែលវាធ្វើឲ្យវាឡើងមកលើចុះប្រេងម៉ាស៊ីនជ្រាលដល់លើនេះវាជួយបន្ថយកម្ដៅប្រេងម៉ាស៊ីនជួយបន្ថយកម្ដៅម៉ាស៊ីននេះបានមួយផ្នែកហើយសួរថាហេតុអីបានជា XR មិនប្រើទឹកស្អំម៉ាស៊ីនត្រជាក់ម៉ាស៊ីនដើម្បីឲ្យត្រជាក់ហ្នឹងកាលជំនាន់2004 2007ហ្នឹងវាអត់មានប្រព័ន្ធហ្នឹងមែនទេប្រព័ន្ធឲ្យត្រជាក់ម៉ាស៊ីនហ្នឹងគេហៅ cooling system ហ្នឹងគឺតាំងពីឆ្នាំ1981បច្ចេកវិទ្យាហ្នឹងគេមានយូរហើយតែគេដាក់ហើយបើនិយាយពី brand XR មានតាំងពីឆ្នាំ1973ប៉ណ្ណឹងចេញ 75cc ហើយបន្ទាប់មកបានមានបន្តមករហូតអញ្ចឹងណាហើយសួរថាហេតុអីបានជាគេអត់ដាក់បើបច្ចេកវិទ្យាមានតាំងពី1981នោះហ្នឹងដោយសារតែចម្លើយគឺគេចង់ឲ្យម៉ាស៊ីននោះវាតាំងវាស្រាលកាលណាយើងដាក់ទឹកស្អំទៅវាមានភាពធ្ងន់ណាវាចង់ធ្វើវាឲ្យស្រាលស្រួលជិះផ្លូវឆ្ងាយហើយឆាប់ត្រជាក់ហើយនៅពេលណាដែលយើងជិះនៅក្នុងព្រៃឬមួយក៏ទៅតំបន់ផ្លូវពិបាកខ្លាំងវាធន់ដោយសារតែវាអត់មានប្រព័ន្ធទឹកស្អំញ៉ៃវាអត់គាំងស្អំវាអត់គាំងប្រព័ន្ធភ្លើងត្រូវទឹកក៏អត់បញ្ហាត្រូវចូលព្រៃបុកប៉ះអីល្មមគឺអត់បញ្ហាទេគឺធន់អញ្ចឹងណាហើយបើនិយាយពី XR នេះគឺជាសិស្សច្បងរបស់ CRS ហើយព្រោះចប់ពីឆ្នាំ2007មកគេចាប់ដើមផលិត CRS គឺ XR គេជប់ផលិតដែរអញ្ចឹងចាប់ដើមបន្តមកទៀតគឺ CRS នេះគឺជាសិស្សប្អូនរបស់ XR អញ្ចឹងណាប៉ុន្តែវាទំនើបជាងគឺវាមានទឹកស្អំហើយវាមានប្រព័ន្ធភ្លើងទំនើបអញ្ចឹងហើយនេះហើយវាជាចំណុចដែលបងប្អូនទាំងអស់គ្នាហើយតែខ្ញុំដែរទៅឆ្ងល់ថាហេតុអីបានជាប្រេងម៉ាស៊ីនមិនធ្វើនៅត្រឹមប្លុកនេះហេតុអីបានឡើងមកដល់លើនេះនេះគឺជាមូលហេតុដែលខ្ញុំបកស្រាយជូនបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានទទួលចំណេះដឹងខ្លះខ្លីៗពីវីដេអូនេះអរគុណបងប្អូនអ្នកស្រឡាញ់ម៉ូតូទាំងអស់គ្នាខែចូលឆ្នាំធ្វើដំណើរចិត្តឆ្ងាយប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាអរគុណ